រឿងព្រះអេកុទានថេរព្រះសាស្តាកាលប្រថាប់គង់នៅក្នុងវត្តចេតពុនទ្រង់ប្រារព្ធព្រះខៃណាស្របឈ្មោះថាអេកុទានថេរត្រាស់ព្រះធម្មទេសនានេះថាអ្នកតាវតាធម្មធរោបុគ្គលមិនឈ្មោះថាទ្រទ្រង់ធัวព្រោះហេតុនិយាយច្រើនទេជាដើមបានឮថាព្រះធរៈនោះតែងតែគង់នៅក្នុងព្រៃតែមួយអង្គឯងតែងតែឧទានគាថាមួយគាថាប៉ុណ្ណោះដែលមានសេចក្តីថាសេចក្តីសោកទាំងឡាយរមែងមិនមានដល់បុគ្គលអ្នកមានចិត្តតាំងមាំមិនប្រមាទជាមុនីសិក្សាក្នុងធម៌ជាផ្លូវរបស់មុនីជាអ្នកនឹងថឹងស្ងប់រងាប់ហើយមានសតិសពកាលបានឮថាក្នុងថ្ងៃឧបោសថលោកប្រកាសឲ្យមនុស្សស្ដាប់ធម៌ដោយខ្លួនឯងហើយពោលគាថានេះសំឡេងនៃសាធុការរបស់ទេវតាដូចជាសំឡេងនៃការស្រុតផែនដីលុះដល់ថ្ងៃឧបោសថមួយទៀតភិក្ខុអ្នកទ្រទ្រង់ព្រះត្រៃបិដកពីររូបមានបរិវារមួយអង្គ500បានទៅកាន់សំណាក់របស់ព្រះថេរៈពេលឃើញភិក្ខុទាំងនោះលោកក៏មានចិត្តត្រេកអរហើយពោលថាលោកម្ចាស់ទាំងឡាយមកកាន់ទីនេះជាការប្រពៃពេកណាស់ថ្ងៃនេះពួកយើងនឹងស្ដាប់ព្រះធម៌ក្នុងសំណាក់របស់លោកម្ចាស់ទាំងពីរពួកភិក្ខុបានពោលថាអោសោក្នុងទីនេះមានអ្នកស្ដាប់ធម៌ដែរឬព្រះអេកុទានបានតបថាមានលោកម្ចាស់ដងព្រៃនេះនឹងមានសំឡេងទេវតាពោលសាធុការកឹកកងបណ្ដាភិក្ខុពីរអង្គនោះព្រះថេរៈទ្រង់អ្នកទ្រទ្រង់ព្រះត្រៃបិដកមួយអង្គសូត្រធម៌មួយអង្គពោលធម៌ទេវតាសូម្បីតែមួយអង្គក៏មិនបានឲ្យសាធុការដែរភិក្ខុទាំងនោះក៏សួរព្រះអេកុទានថាអោសោក្រែងលោកពោលថាក្នុងថ្ងៃស្ដាប់ព្រះធម៌ពួកទេវតាទាំងឡាយក្នុងដងព្រៃនេះរមែងឲ្យសាធុការដោយសំឡេងដ៏លាន់ឮមិនមែនឬតើរឿងនេះជាយ៉ាងណាទៅព្រះអេកុទានក៏បានឆ្លើយតបថាក្នុងថ្ងៃដតីជាយ៉ាងនោះប៉ុន្តែថ្ងៃនេះខ្ញុំព្រះករុណាមិនដឹងថាជាយ៉ាងណាដែរពួកភិក្ខុក៏បានបន្តទៀតថាអោសោបើដូច្នោះលោកចូលពោលធម៌ចុះព្រះអេកុទានចាប់ផ្លិតឡើងគង់លើអាសនៈហើយពោលគាថានោះឯងទេវតាបានពោលសាធុការដោយសំឡេងដ៏លាន់ឮដូចជាសំឡេងស្រុតផែនដីគ្រានោះភិក្ខុជាបរិវាររបស់ព្រះទេបិដកថេរនោះលើកទោសពួកទេវតាថាទេវតាក្នុងព្រៃនេះឲ្យសាធុការដោយការយល់មុខកាលភិក្ខុអ្នកទ្រទ្រង់ព្រះត្រៃបិដកពោលធម៌សូម្បីមានប្រមាណប៉ុណ្ណេះក៏មិនបានពោលអ្វីសូម្បីតែការសរសើរកាលព្រះថេរៈចាស់អង្គនេះពោលគាថាតែមួយគាថាហើយក៏នាំគ្នាឲ្យសាធុការដោយសំឡេងដ៏លាន់ឮដូចជាសំឡេងស្រុតផែនដីភិក្ខុទាំងនោះទៅដល់វិហារហើយក្រាបទូលសេចក្តីនោះចំពោះព្រះសាស្តាព្រះសាស្តាត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតមិនហៅបុគ្គលអ្នករៀនច្រើន
ឬនិយាយច្រើនថាជាអ្នកត្រួតត្រងធម៌ទេចំណែកបុគ្គលណាស្ដាប់ព្រះពុទ្ធវចនៈសូម្បីតែមួយគាថាហើយចាក់ធ្លុះសច្ចៈទាំងឡាយបានបុគ្គលនោះតថាគតហៅថាជាអ្នកត្រួតត្រងធម៌ដូច្នេះហើយក៏ទ្រង់ត្រាស់ព្រះគាថានេះថាអ្នកតាវតាធម្មធរោយាវតាពហុភាសតិយោចៈអបំបិសុទ្វានៈធម្មង្កាយេនៈបសតិសវេធម្មធរោហោតិយោធម្មង្ណបមច្ចតិបុគ្គលនិយាយច្រើនដោយហេតុមានប្រមាណប៉ុណ្ណាឈ្មោះថាជាអ្នកត្រួតត្រងធម៌ដោយហេតុមានប្រមាណប៉ុណ្ណោះមិនទាន់បានទេលុះត្រាតែបុគ្គលណាស្ដាប់ពុទ្ធវចនៈសូម្បីមានប្រមាណតិចហើយឃើញធម៌ដោយនាមកាយគឺចិត្តបានបុគ្គលនោះទៅឈ្មោះថាជាអ្នកត្រួតត្រងធម៌បុគ្គលណាមិនមើលងាយធម៌បុគ្គលនោះឯងឈ្មោះថាជាអ្នកត្រួតត្រងធម៌បណ្ដាបទគាថាទាំងនោះបទថាយាវតាព្រោះហេតុត្រឹមតែជាដើមសេចក្តីថាបុគ្គលមិនឈ្មោះថាជាអ្នកត្រួតត្រងធម៌ដោយហេតុត្រឹមតែនិយាយច្រើនដោយហេតុមានការរៀននិងការត្រួតត្រងចាំនិងការបង្រៀនជាដើមទេបានឈ្មោះថាជាអ្នកតាមរក្សាវង្សរក្សាប្រពៃណីរបស់ព្រះសាស្តាទុកបទថាអបំបៃសូម្បីតិចតួចជាដើមសេចក្តីថាចំណែកបុគ្គលណាបានស្ដាប់ធម៌សូម្បីមានប្រមាណតិចអាស្រ័យធម៌អាស្រ័យអត្តជាអ្នកបដិបត្តិធម៌ដ៏សមគួរដល់ធម៌កំណត់ដឹងសច្ចៈទាំងឡាយមានទុក្ខសច្ចៈជាដើមឃើញសច្ចធម៌ទាំង4ដោយនាមកាយបុគ្គលនោះឈ្មោះថាជាអ្នកត្រួតត្រងធម៌បទថាយោធម្មំណបមច្ចតិទាំងមិនប្រមាថក្នុងធម៌សេចក្តីថាសូម្បីបុគ្គលណាប្រារព្ធសេចក្តីព្យាយាមសង្ឃឹមការចាក់ធ្លុះថាយើងនឹងចាក់ធ្លុះក្នុងថ្ងៃនេះឈ្មោះថាជាអ្នកមិនប្រមាថក្នុងធម៌សូម្បីបុគ្គលនេះក៏ឈ្មោះថាជាអ្នកត្រួតត្រងធម៌ដូចគ្នាក្នុងការចប់ព្រះធម៌ទេសនាជនជាច្រើនក៏បានសម្រេចសោតាបតិផលជាដើម